ក្នុងវីដេអូនេះយើងនឹងសិក្សាអំពីការប្រើប្រាស់ reference ដែល reference នេះគឺបែបនេះនៅពេលដែលអ្នកទាំងអស់គ្នាអាននៅលើសៀវភៅឬក៏សារណាណាពេលដែលយើងអានទៅអ្នកនរគ្នាធ្លាប់ឃើញពាក្យខ្លះវាឃើញលេខ1នៅខាងលើចេះអញ្ចឹងពេលដែលយើងអានចប់មកគ្នាយើងនឹងឃើញលេខ1នៅកន្លែងហ្នឹងហើយគេបញ្ជាក់អត្ថន័យបន្ថែមនៅខាងខមនេះអញ្ចឹងកន្លែងនេះមានន័យថាគេបញ្ជាក់ព័ត៌មានអីបន្ថែមតទៅជាមួយនឹងពាក្យហ្នឹងគេហើយភាគច្រើនទម្រង់បែបនេះគឺអ្នកគ្នាឃើញនៅក្នុងសៀវភៅឬក៏សារណាខ្ញុំ search មើល YouTube ដែរឃើញ Pigeon មិនសូវជាមានគ្នាយើងគេចែករំលែកប្រហែលទេអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាបានអញ្ចឹងដើម្បីប្រើ reference បែបនេះគឺយើងចូលមកកន្លែងពាក្យថា reference នៅក្នុង reference ណាហើយយើងប្រើ tool មួយដែលមានឈ្មោះថា insert footnote អញ្ចឹងនេះពេលដែលអ្នកទាំងអស់គ្នាឃើញលេខ1បែបនេះអូខេឃើញលេខ1អញ្ចឹងទៅអញ្ចឹងមានពាក្យណាផ្សេងទៀតមានលេខ2អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះចោះអញ្ចឹងឧទាហរណ៍ថានេះពេលដែលយើងអានមកដល់កន្លែងនេះយើងចង់ដាក់វាជា footnote ដូចខាងលើអញ្ចឹងអ្នកនរគ្រាន់តែ select លើវាមកបន្ទាប់មកយើងចុចកន្លែងពាក្យថា insert footnote នៅកន្លែងនេះអញ្ចឹងយើងចុចលើ footnote មួយមកអញ្ចឹង footnote នេះវានឹងដាក់លេខ2អូខេអញ្ចឹងវានឹងលោតលេខ2នៅខាងក្រោមឲ្យយើងហើយអញ្ចឹងយើងអាចទៅយក soft ឬក៏ព័ត៌មានអីបន្ថែមដើម្បីបញ្ជាក់បន្ថែមអំពីពាក្យហ្នឹងអញ្ចឹងទៅអញ្ចឹងខ្ញុំទៅ copy tag របស់វាមកខ្ញុំទុកនៅណាចេះជឿទុកក្នុងនេះអូខេអញ្ចឹងយើង copy មកតោះអញ្ចឹងយើង control V មកណាអញ្ចឹងវានឹង load មកហើយអញ្ចឹងយើងអាចកែសម្រួលអីវាតាមនឹងថែមទៅណាដើម្បីឲ្យតូចល្មមស្រួលមើលណាហើយអានេះដូចគ្នាទេអ្នកគ្នាអាចចង់ថែមលក្ខណៈចង់បដូរ font បដូរអី font size វាអីបានតាមនឹងណាអូខេអញ្ចឹងរបៀបប្រើប្រាស់ footnote នេះដូចជាមិនបបាអីទេគឺបែបហ្នឹងឯងណាហើយការប្រើប្រាស់ reference នេះមានច្រើនណាឥឡូវខ្ញុំប្រាប់អ្នកគ្នាឲ្យទៅព្រោះ footnote នេះគឺយើងយកចេញពី cross reference ដែរទេអញ្ចឹងលក្ខណៈ reference ធ្វើសៀវភៅឬក៏សារណាវាមានច្រើនរបៀបនៅក្នុងហ្នឹងណាអញ្ចឹង cross reference នេះមានច្រើនអ្នកគ្នាអាចធ្វើលក្ខណៈដូចជា footnote មិញក៏បានតែយើងអាចធ្វើលក្ខណៈបែបជា bookmark ក៏បាន bookmark ពេលដែលយើងចុចទៅវាលក្ខណៈជា link ពេលយើងចុចទៅវានឹងទៅដល់កន្លែងដែលយើងចង់បង្ហាញគេណាឬក៏លក្ខណៈជា number ដាក់លេខជាលក្ខណៈ reference ហើយ reference មួយទៀតហ្នឹងគឺគេប្រើ endnote អញ្ចឹងសៀវភៅមួយពេលដែលមាន reference អីដែលយើងចង់ឲ្យយើងដកស្រង់ព័ត៌មាននោះចេញពីសៀវភៅណាពីប្រភពណាអញ្ចឹងគឺគេប្រើ endnote endnote ហ្នឹងគឺនៅខាងចុងទំព័រណាយើងនៅខាងចុងទំព័របំផុតអញ្ចឹងវានឹងមាននៅខាងចុងពេលដែលយើងអានសៀវភៅនឹងចប់ទៅគឺនៅខាងក្រោយថាកន្លែងព័ត៌មានកន្លែងនេះគឺយើងដកស្រង់ចេញពីណាអញ្ចឹងទៅអញ្ចឹងរបៀបប្រើអីផ្សេងទៀតណាដូចជា endnote ឬក៏ bookmark នេះយើងនឹងមាននៅវីដេអូក្រោយផ្សេងទៀត